បងប្អូនអ្នកខ្លះដែលចូលចិត្តញ៉ាំកាទៀវទូកឬក៏កាទៀវទឹកខ្មៅហ្នឹងណាបើអេដមីនវិញគឺថាចូលចិត្តមែនតែនឲ្យញ៉ាំរាល់ថ្ងៃក៏ញ៉ាំបានដែរគឺអត់ចេះតលន់ហ្មងហើយបើសិនជាបងប្អូនចង់ចេះពីវិធីធ្វើអាចមើលក្នុងវីដេអូនេះបានរសជាតិរបស់ទឹកស៊ុបហ្នឹងគឺថាមកដិតឆ្ងាញ់ហ្មងហើយបើថាសាច់ជ្រូកវិញគឺថាឡើងទន់ផ្អែមហ្មងញ៉ាំទៅអត់មានស្វិតអត់មានរឹងអីទេពួកគ្រឿងផ្សំដែលយើងត្រូវការដំបូងហ្នឹងយើងមានជាឆ្អឹងស៊ុបបន្ទាប់មកយើងមានជាប្រហិតបន្តិចហើយនឹងសាច់ស្មាមុខបន្តិចមកហើយផ្នែកបន្លែវិញយើងមានជាតកួនស្តៅបដោះឆៃថាវខ្ទឹមបារាំងជីណាហើយនឹងជីវ៉ាន់ស៊ុយបន្តិចមកបន្ទាប់មកយើងមានជាខ្ទឹមសម្រេចមូលកាច័ន្ទប្រេងខ្យងទឹកស៊ីអ៊ីវខាប់ទឹកស៊ីអ៊ីវធម្មតាអំបិលប៊ីចេងស្ករហើយនឹងម្សៅស៊ុបបន្តិចដែរចំពោះឆ្អឹងស៊ុបហ្នឹងបងប្អូនរើសយកឆ្អឹងកភួនឬក៏ឆ្អឹងកន្លែងខ្នងក៏បានដែរតាមពិតឆ្អឹងស៊ុបគឺអត់ត្រូវកាប់តូចៗអញ្ចឹងទេប៉ុន្តែដោយសារខ្ញុំអត់បានមើលអញ្ចឹងទៅអ្នកលក់កាប់ឡើងម៉ត់ខៃហ្មងប៉ុន្តែយើងនៅតែអាចស្ងោរស៊ុបបានអត់អីទេហើយសម្រាប់បន្លែយើងស្ងោរក្នុងទឹកស៊ុបហ្នឹងយើងមានជាឆៃថាវមកមើលមកយើងចាត់សបកឲ្យស្អាតលាងទឹកហើយកាត់វាជាដុំធំធំល្មមអញ្ចឹងមកហើយបន្ទាប់មកយើងមានខ្ទឹមបារាំងមួយចាហៀងដែរចំពោះផ្នែកជីវ៉ាន់ស៊ុយនេះវិញយើងកាត់យកគ្រឹះទុកផ្សេងហើយនឹងផ្នែកស្លឹកទុកផ្សេងបន្ទាប់មកយើងមកបុកខ្ទឹមស7 8កាពឹសដើម្បីទុកដាក់ក្នុងទឹកស៊ុបហើយខ្ញុំបុកលាយជាមួយនឹងឫសជីវ៉ាន់ស៊ុយហើយនឹងម្រេចមូលបន្តិចដែរចំពោះម្រេចនេះបើសិនជាបងប្អូនអត់ចេះហល់ទេយើងអាចដាក់បន្តិចបន្តួចក៏បានដែរអញ្ចឹងណាប៉ុន្តែបើសិនជាអត់ដាក់ហ្មងគឺវាអត់ឈ្ងុយទេយើងបុកវាឲ្យមកម៉ត់ល្មមអញ្ចឹងមកយើងដួសវាដាក់ក្នុងស្បៃមួយបងប្អូនស្បៃហ្នឹងគឺស្បៃស្អាតសម្រាប់យើងធ្វើម្ហូបបើសិនជាបងប្អូនចង់បង់វាចូលទៅក្នុងទឹកស៊ុបហ្មងគឺវារាងកតិចរាយពេញនឹងអញ្ចឹងណាមកខ្ញុំដាក់ចានថ្មមួយក្នុងនឹងដើម្បីយើងយកទៅបង់ចូលក្នុងទឹកស៊ុបទៅគឺវាលិចទៅបាតវាអត់ដែតឡើងមកលើទេយើងគួចស្បៃឲ្យជាប់មកហើយទុកវាម្ដុំសិនចំពោះស្លឹកតែនេះយើងប្រើវា5 6ស្លឹកលាងទឹកឲ្យស្អាតហើយយើងមូរវាជាដុំអញ្ចឹងមកដើម្បីយើងដាក់ក្នុងទឹកស៊ុបទៅកុំឲ្យវារាយពេញនឹងអញ្ចឹងណាបន្ទាប់មកយើងមកដាក់ដាំទឹកដើម្បីធ្វើទឹកស៊ុបម្ដងចំពោះទឹកនេះគឺខ្ញុំប្រើចំនួន2លីត្រយើងទុកឲ្យទឹកនឹងពុះសិនចាំយើងបង់ឆ្អឹងស៊ុបចូលចំពោះឆ្អឹងស៊ុបនេះគឺខ្ញុំប្រើចំនួនកន្លះគីឡូបងប្អូនចង់ស្រុះវាមុនក៏បានឬក៏មិនបាច់ស្រុះក៏បានដែរហើយយើងបង់ឆៃថាវខ្ទឹមបារាំងហើយនឹងស្លឹកតើយចូលហ្មងចំពោះគ្រឿងដែលយើងដាក់ដំបូងគេនេះគឺជាប្រេងខ្យងចំនួន5ស្លាបព្រាបាយទឹកស៊ីអ៊ីវធម្មតាហើយនឹងទឹកស៊ីអ៊ីវខាប់ហ្នឹងគឺយើងដាក់ចំនួន5ស្លាបព្រាបាយដូចគ្នាបន្ទាប់មកខ្ញុំដាក់ម្សៅស៊ុប1ស្លាបព្រាបាយស្ករ1ស្លាបព្រាបាយហើយនឹងអំបិលហ្នឹងចំនួនកន្លះស្លាបព្រាបាយសិនអញ្ចឹងណាចំពោះគ្រឿងទាំងអស់ហ្នឹងយើងកុំតាន់ដាក់ច្រើនពេកព្រោះតែកាលណាវាជ្រុលគ្រឿងគឺយើងពិបាកកែវិញបន្ទាប់មកខ្ទឹមសឬជីវ៉ាន់ស៊ុយហើយនឹងម្រេចដែលយើងបានបុកហ្នឹងគឺយើងដាក់ចូលមកហើយយើងចំហគ្របវាចោលទុករងាស់ហ្នឹងរយៈពេល1ម៉ោងក្នុងកំឡុងពេលដែលយើងរងាស់ហ្នឹងគឺវាឡើងពពុះឡើងអីអញ្ចឹងយើងអាសាដួសវាចេញមកកន្លែងនេះគឺខ្ញុំភ្លេចដាក់ប៊ីចេអញ្ចឹងណាហ្នឹងបងប្អូនចង់ដាក់ក៏បានអត់ក៏បានដែរតាមចំណង់ចំណូលចិត្តហើយក្នុងកំឡុងពេលដែលយើងរងាស់ទឹកស៊ុបហ្នឹងយើងមកហាន់សាច់ជ្រូកឲ្យហើយមកចំពោះសាច់នេះគឺជាប្រភេទសាច់ស្មាមុខបងប្អូនសាច់កន្លែងហ្នឹងគឺវាផុយល្អហើយទន់ទៀតយើងញ៉ាំទៅអត់រឹងអត់ខ្សោះអញ្ចឹងណាយើងហាន់វាទៅតឹងសាច់ជាប្រទះស្ដើងហើយយើងមកប្រឡាក់ជាមួយទឹកប្រេងខ្យងបន្តិចប្រេងល្ងឬក៏ប្រេងឆាបន្តិចមកបន្ទាប់មកយើងដាក់ជាមួយទឹកដោះគោស្រស់ក៏បានទឹកដោះគោឆៅក៏បានដែរបន្តិចមកបន្ទាប់មកចាំយើងថែមជាមួយស្ករបន្តិចម្សៅស៊ុបបន្តិចហើយចំពោះប៊ីចេងវិញបងប្អូនចង់ដាក់ក៏បានអត់ក៏បានតាមចំណង់ចំណូលចិត្តអញ្ចឹងណាចំពោះការប្រឡាក់សាច់ហ្នឹងវាធ្វើឲ្យសាច់របស់យើងហ្នឹងទន់ល្អហើយមានជាតិទៀតហើយទឹកស៊ុបរបស់យើងបន្ទាប់ពីរងាស់បាន50នាទីឃើញថាវារីងទឹកអស់ខ្លះអញ្ចឹងណាហើយក្លិនរបស់គេហ្នឹងឈ្ងុយមែនតើបន្ទាប់មកយើងស្រង់ស្លឹកតើយចេញហើយភ្លក់មើលបន្តិចថែមថយគ្រឿងណាបងប្អូនចំពោះរសជាតិហ្នឹងយើងមិនបាច់ចាំយកប្រៃពេកទេប៉ុន្តែយករសជាតិហ្នឹងរៀងផ្អែមបន្តិចមកហើយខ្ញុំបង់ប្រហិតចូលឲ្យហើយចំពោះប្រហិតវិញបងប្អូនអាចប្រើប្រហិតសាច់គោក៏បានប្រហិតសាច់ជ្រូកឬក៏ប្រហិតសាច់ត្រីក៏បានដែរបន្ទាប់មកយើងមកត្រៀមជាមួយនឹងជីរណាជីវ៉ាន់ស៊ុយខ្ទឹមប៉ោងក្រូចឆ្មាហើយចុងក្រោយគេហ្នឹងគឺជាខ្ទឹមជ្រូកហើយនឹងម្ទេសជ្រូកបងប្អូនហើយចំពោះបន្លែសម្រាប់ញ៉ាំជាមួយកាទៀវទូកឬក៏កាទៀវទឹកខ្មៅហ្នឹងយើងមានជាតកួនហើយនឹងសណ្តែកបដោះយើងដាំទឹកវាស្រស់ផ្សេងមកណាបងប្អូនយើងស្រស់តកួនហ្នឹងប្រហែលជា1នាទីស្រង់វាចេញមកបន្ទាប់មកចាំយើងស្រស់ជាមួយសណ្តែកបដោះបើសណ្តែកបដោះនេះគឺស្រស់លឿនមែនតើគ្រាន់តែបង់ចូលគឺយើងស្រង់វាចេញហើយបន្ទាប់ពីស្រស់បន្លែរួចហើយយើងមកស្រស់មីសួរម្ដងប៉ុន្តែចំពោះទឹកស៊ុបហ្នឹងបងប្អូនចង់ញ៉ាំជាមួយមីកញ្ចប់ឬក៏មីគីឡូក៏បានដែរគ្រាន់តែថាបើសិនជាយើងញ៉ាំជាមួយមីកញ្ចប់ទឹកស៊ុបគឺយើងបន្ថយរសជាតិប្រៃបន្តិចមកព្រោះអីមីកញ្ចប់គឺវាមានរសជាតិប្រៃស្រាប់ហើយចំពោះសាច់ជ្រូកដែលយើងបានប្រឡាក់គ្រឿងមិញហ្នឹងគឺយើងយកវាមកស្រស់ក្នុងទឹកស៊ុបហ្មងមកហើយយើងស្រស់អត់យូរទេបងប្អូនស្រស់ប្រហែល1នាទី2នាទីអីហ្នឹងបានហើយបន្ទាប់ពីយើងស្រស់បន្លែសាច់ហើយនឹងមីសួរដាក់ចូលក្នុងចានរួចរាល់ហើយចាំយើងដួសទឹកស៊ុបទាំងក្តៅហ្នឹងដាក់ចូលមកបន្ទាប់មកចាំយើងថែមជាមួយនឹងជីរណាបន្តិចជីវ៉ាន់ស៊ុយបន្តិចជាពិសេសខ្ទឹមលីហ្នឹងគឺថាដាក់កាន់តែច្រើនកាន់តែឈ្ងុយហ្មងចំពោះទឹកស៊ុបរបស់យើងហ្នឹងគឺថាសបល់ល្អមែនតើហើយបើក្លិនវិញគឺថាឡើងឈ្ងុយហើយមុននឹងយើងញ៉ាំមកបងប្អូនកុំភ្លេចច្បាស់ជាមួយក្រូចឆ្មារៀងជូរបន្តិចមកហើយចុងក្រោយយើងថែមជាមួយខ្ទឹមជ្រូកហើយនឹងម្ទេសជ្រូកគឺថាញ៉ាំជាមួយកាទៀវទូកហ្នឹងគឺត្រូវគ្នាមែនតើរសជាតិរបស់ទឹក
ស៊ុបយើងមិនបាច់ចាំយកប្រៃពេកទេគឺប្រៃមិនល្មមបានហើយប៉ុន្តែគឺយកឲ្យរៀងផ្អែមបន្តិចហើយយើងច្របាច់ក្រូចឆ្មាឲ្យជូរអញ្ចឹងទៀតគឺថាញ៉ាំទៅត្រូវជាតិគ្នាមែនតើហើយចំពោះសាច់ជ្រូករបស់យើងវិញញ៉ាំទៅគឺថាឡើងមានជាតិហ្មងហើយឡើងទន់ផុយល្អយើងញ៉ាំទៅអត់មានអារម្មណ៍ថាខ្សោះឬក៏រឹងអីទេចំពោះកាទៀវទូកហ្នឹងបងប្អូនចង់បន្ថែមជាទឹកម្ទេសទៀតក៏បានដែរគ្រាន់តែថាខ្ញុំអត់សូវចូលចិត្តចឹងហើយខ្ញុំអត់ដាក់អញ្ចឹងណាហើយចំពោះវីដេអូនៃការធ្វើកាទៀវទូករបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានវិធីណាធ្វើផ្សេងពីខ្ញុំឬក៏មានជាមតិយោបល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ